ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាទមកបញ្ចប់ការងារមកកន្លែងទៀតហើយបងប្អូនបាទគឺការងារបន្ទប់ជួលចំនួន10បន្ទប់បាទគឺរួចរាល់ក្នុងថ្ងៃនេះហើយបងប្អូនបាទហើយបន្ទប់ជួលនេះដែរគឺមានទំហំ4x4បាទហើយចំពោះតម្លៃវិញគឺធូរថ្លៃទេបងប្អូនហើយចំពោះខាងក្នុងវិញគឺយើងមានឡៅទឿមានថាចក្រានមានស៊ីងលាងចានបាទដោយបងប្អូនឃើញក្នុងវីដេអូអញ្ចឹងបាទឡៅទឿគឺធំទូលាយមែនតើបាទហើយចំពោះទំហំឡៅទឿគឺ2ម៉ែត្រគុណដោយ4ម៉ែត្របាទហើយចំពោះការ៉ូវិញគឺយើងប្រើប្រភេទការ៉ូ6x6កញ្ចក់6ជាន់បាទហើយចំពោះជើងជាងគឺយើងបិទមកទឹកបាទបិទជើងជាងមកស្អាតដោយបងប្អូនឃើញអញ្ចឹងហើយចំពោះថាចក្រានវិញគឺមានទំហំ60គុណនឹង1ម៉ែត្រ2គឺយើងមានស៊ីងលាងចានមួយយ៉ាងស្រស់ស្អាតដោយបងប្អូនឃើញអញ្ចឹងណាចំណែកបន្ទប់ទឹកវិញគឺយើងប្រើប្រភេទចានបកុនខ្ពស់បាទគឺយើងចាក់ទឹកហើយខាងក្នុងគឺយើងមានវ៉ានទឹកមួយក្នុងបន្ទប់នីមួយៗគឺយើងមានព្រី3អំពូលភ្លើង3កុងតាក់3បាទគឺយើងវាយដេកគោលឬយើងអត់ប្រើប្រអប់ទេដោយសារយើងធ្វើលក្ខណៈសេវលុយបាទហើយសម្រាប់បងប្អូនត្រូវការជាងសាងសង់បន្ទប់ជួលអាចតាក់ទងមកខាងក្រុមជាងយើងខ្ញុំបាន